មិនសូវមានមនុស្សច្រើនឡើយជាពិសេសជាពលរដ្ឋទូទៅឬក៏មនុស្សសាមញ្ញដូចជាយើងដែលបានយល់ច្បាស់ពីឥទ្ធិពលរបស់លុយដុល្លារអាមេរិកនៅក្នុងប្រព័ន្ធរូបិយប័ណ្ណពិភពលោកបច្ចុប្បន្នដុល្លារអាមេរិកជារូបិយប័ណ្ណមួយដែលយើងគ្រប់គ្នាប្រើប្រាស់ប្រចាំថ្ងៃនិងដើរតួយ៉ាងសំខាន់ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជាក៏ដូចជាប្រទេសជាច្រើននៅទូទាំងសកលលោកវាពិតជាសំខាន់ណាស់ដែលយើងត្រូវមកស្វែងយល់ពីរូបិយប័ណ្ណដែលយើងសន្សំទុកក្នុងធនាគាររបស់យើងជារៀងរាល់ថ្ងៃក្នុងវីដេអូនេះខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាយល់ពីរបៀបដែលដុល្លារអាមេរិកអាចឡើងមកគ្រប់គ្រងប្រព័ន្ធរូបិយប័ណ្ណពិភពលោកដូចពេលបច្ចុប្បន្ននេះនិងអនាគតរាប់សិបឆ្នាំទៅមុខទៀតក៏ដូចជាភាពចាំបាច់ដែលយើងត្រូវភ្ញាក់ខ្លួនមកស្គាល់ពីឥទ្ធិពលនិងផលប៉ះពាល់របស់លុយដុល្លារអាមេរិកមកលើជីវិតហិរញ្ញវត្ថុរបស់យើងដុល្លារអាមេរិកអាចឡើងមកគ្រប់គ្រងប្រព័ន្ធរូបិយប័ណ្ណពិភពលោកដោយដែលយើងបានឃើញនៅក្នុងពេលបច្ចុប្បន្ននេះបានដោយហេតុការណ៍3សំខាន់ឬអ្នកទាំងអស់គ្នាអាចចាត់ទុកថាជាយុទ្ធសាស្ត្រក៏ថាបានអញ្ចឹងហេតុការណ៍ដំបូងបានចាប់ផ្ដើមចេញនៅក្នុងឆ្នាំ1944ចុងសង្គ្រាមលោកលើកទី2ខណៈពេលដែលគ្រប់ប្រទេសជាពិសេសប្រទេសមហាអំណាចជាច្រើននៅអឺរ៉ុបត្រូវចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ទៅលើការធ្វើសង្គ្រាមហើយធ្លាក់ខ្លួនក្រនិងខូចខាតតិចទីដោយសារតែសង្គ្រាមអាមេរិកសឹងតែគ្មានការខូចខាតអ្វីឡើយហើយថែមទាំងខ្លាចជាអ្នកមានដោយសារការលក់អាវុធនិងស្បៀងអាហារទៅឲ្យប្រទេសទាំងនោះទៀតផងប៉ុន្តែអ្វីដែលសំខាន់បំផុតគឺអាមេរិកបានក្តោបក្តាប់មាសបំរុងទុកនៅក្នុងឃ្លាំងរបស់ខ្លួនរហូតទៅដល់ 70% នៃមាសទាំងអស់នៅលើពិភពលោកអាមេរិកដឹងថាពិភពលោកត្រូវការប្រព័ន្ធរូបិយវត្ថុថ្មីមួយដើម្បីធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមកចឹងដោយសារតែការកាន់កាប់យ៉ាងសម្បើមនេះហើយដែលធ្វើឲ្យអាមេរិកសាងអំណាចឲ្យខ្លួនឯងក្នុងការបង្កើនការមួយដ៏សំខាន់សម្រាប់ពិភពលោកយ៉ាងនោះគឺអាមេរិកបានបង្កើតនូវកិច្ចព្រមព្រៀងមួយមានឈ្មោះថា Bretton Woods Agreement តាមរយៈកិច្ចព្រមព្រៀងនេះអាមេរិកបានប្រកាសទៅពិភពលោកថាប្រាក់$35អាចយកមកដូរយកជាមាសពិតប្រាកដបាន1 ounce ឬ1តម្លឹងពីធនាគារកណ្ដាលអាមេរិកគ្រប់ពេលដែលអ្នកចង់ដូរដូចនេះចូលយកលុយរបស់អ្នកមកជាប់ឬទិញលុយដុល្លារអាមេរិករបស់យើងទុកទៅសួរថាថៃបានជាអាមេរិកព្រាមប្រកាសធ្វើបែបនេះគឺព្រោះតែគេមានមាសយ៉ាងសម្បើមទុកនៅក្នុងឃ្លាំងនោះឯងនេះហើយដែលធ្វើឲ្យប្រទេសទាំងអស់ជឿជាក់ទៅលើអាមេរិកហើយចាប់ផ្ដើមប្រើប្រាស់និងសន្សំលុយដុល្លារអាមេរិកទុកអញ្ចឹងយើងគិតតទៅទៀតមើលថានឹងមានអ្វីកើតឡើងបន្ទាប់តម្រូវការប្រាក់ដុល្លារបានកើនឡើងយ៉ាងខ្លាំងពីគ្រប់ទិសទីទូទាំងពិភពលោកដែលតម្រូវការនេះទាមទារឲ្យអាមេរិកព្រីនក្រដាសប្រាក់ដុល្លារអាមេរិកដើម្បីផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការដ៏ធំសម្បើមមួយនេះដូច្នេះរដ្ឋាភិបាលអាមេរិកត្រូវព្រីនក្រដាសប្រាក់ដុល្លារជារៀងរាល់ថ្ងៃព្រីនរហូតតតែដល់ចំណុចមួយដែលបរិមាណក្រដាសប្រាក់ដុល្លារមានច្រើនលើសលប់នៅក្នុងទីផ្សារលើសពីបរិមាណមាសដែលធនាគារកណ្ដាលអាមេរិកមាននៅក្នុងឃ្លាំងរបស់ខ្លួនជាក់ស្ដែងទៅទៀតឬមានន័យថាបរិមាណមាសដែលរដ្ឋាភិបាលអាមេរិកមានមិនអាចបដូរឲ្យគ្រប់គ្រាន់ទៅតាមចំនួនបរិមាណក្រដាសប្រាក់ដុល្លារអាមេរិកដែលមាននៅលើពិភពលោកបានទៀតឡើយរដ្ឋាភិបាលអាមេរិកមិនអាចទ្រាំទ្រសម្ពាធដ៏ធ្ងន់នេះបានយូរអង្វែងឡើយទីបញ្ចប់នៅថ្ងៃទី15ខែសីហាឆ្នាំ1971លោកប្រធានាធិបតី Richard Nixon បានប្រកាសជាឯកតោភាគីថាអាមេរិកនឹងឈប់ទាំងស្រុងរាល់ការបដូរប្រាក់ដុល្លារអាមេរិកជាមាសវិញចាប់ពីថ្ងៃនេះតទៅដែលហេតុការណ៍ទី2នេះហើយដែលធ្វើឲ្យពិភពលោកឲ្យឈ្មោះថា Nixon Shock ដែលរដ្ឋាភិបាលអាមេរិកមិនបានទទួលស្គាល់កំហុសរបស់ខ្លួនក្នុងបញ្ហាដ៏ធំនេះឡើយពួកគេបែរជាមកប្រើហេតុផលថាមកពីមនុស្សគ្រប់គ្នាដែលមានប្រាក់ដុល្លារអាមេរិកនឹងមិនព្រមប្រើវាឲ្យច្រើនតែបែរជាសន្សំវាទុកចោលទើបធ្វើឲ្យចរន្តនៃតម្រូវការនិងការផ្គត់ផ្គង់ត្រូវរាំងស្ទះហើយរដ្ឋាភិបាលអាមេរិកត្រូវព្រីនក្រដាសប្រាក់បន្ថែមរហូតតតែខ្លាចជាបែបនេះហេតុការណ៍រង្គោះរកើពិភពលោកមួយនេះបានធ្វើឲ្យលុយដុល្លារលែងមានមាសនៅពីក្រោយទៀតហើយវាគ្រាន់តែជាក្រដាសប្រាក់ដែលមានតម្លៃអ្វីទាំងអស់អញ្ចឹងហេតុការណ៍ចុងក្រោយឬយុទ្ធសាស្ត្របន្ទាប់ដែលអាមេរិកបានដើរគឺប្រើយុទ្ធសាស្ត្រមួយដែលមានឈ្មោះថា Petro Dollar ឬដុល្លារប្រេងកាតដើម្បីធ្វើឲ្យដុល្លារអាមេរិកនៅតែមានដង្ហើមមានតម្លៃតទៅមុខទៀតនៅឆ្នាំ1974អាមេរិកបានទៅចរចាជាមួយនឹងប្រទេសអារ៉ាប៊ីសាអូឌីតដែលជាស្ដេចប្រេងកាតពិភពលោកដោយសន្យាថាអាមេរិកនឹងជួយការពារយោធា
ភានិងរាជវង្សរបស់អារ៉ាប៊ីសាអូឌីតដោយដោះដូរមកវិញនៅអារ៉ាប៊ីសាអូឌីតត្រូវតែលក់ប្រេងកាតរបស់ខ្លួនជាលុយដុល្លារអាមេរិកតែមួយគត់អ្វីដែលយើងត្រូវដឹងគឺពេលនោះប្រេងកាតគឺជាចរន្តឈាមនៃសេដ្ឋកិច្ចរបស់គ្រប់ប្រទេសមិនថាចិនជប៉ុនឬអាល្លឺម៉ង់ក៏ដោយដើម្បីប្រើប្រាស់នៅក្នុងរោងចក្រដំណើរការផលិតកម្មដំណើរការម៉ាស៊ីននិងរថយន្តទាំងអស់ដូច្នេះបើចង់ទិញប្រេងគ្រប់ប្រទេសទាំងអស់គឺត្រូវតែបង្ខំចិត្តលក់ទំនិញឬធ្វើការដើម្បីសន្សំលុយដុល្លារទុកនេះហើយជាមូលហេតុដែលលុយដុល្លារបានក្បែរជាស្ដេចម្ដងទៀតព្រោះគ្រប់គ្នាតម្រូវឲ្យមានវានៅក្នុងដៃសរុបមកវិញអ្វីដែលយើងត្រូវចាំទុកពីពេលនេះតទៅគឺសហរដ្ឋអាមេរិកមានអំណាចក្នុងការព្រីនក្រដាសប្រាក់ដុល្លារថ្មីពេលណាក៏បានទោះបីជាយើងចង់ឬមិនចង់ក៏ដោយដែលទង្វើនេះហើយដែលធ្វើឲ្យមានផលប៉ះពាល់ដល់បរិមាណនៃការផ្គត់ផ្គង់លុយដុល្លារនៅក្នុងពិភពលោកជាខ្លាំងឬនិយាយឲ្យងាយយល់គឺគ្រប់ពេលដែលអាមេរិកព្រីនលុយចាក់ចូលបន្ថែមទៅក្នុងទីផ្សារតម្លៃលុយដុល្លារដែលយើងមាននៅក្នុងខោប៉ៅវានឹងធ្លាក់ចុះប៉ុន្តែភាគច្រើនគ្នាយើងមិនដែលចាប់អារម្មណ៍ពីរឿងនេះឡើយអូខេអញ្ចឹងក្រោយពីស្ដាប់មកដល់ចំណុចនេះហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រកាសជាយល់ហើយថាវាមិនមែនជារឿងចៃដន្យឡើយដែលដុល្លារអាមេរិកមានឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្នក៏ដូចជាជីវិតប្រចាំថ្ងៃរបស់យើងវាគឺជារឿងរ៉ាវដែលអ្នកមានអំណាចបានរៀបចំឡើងតាំងពីយូរណាស់មកហើយវាក៏មិនមែនជារឿងដែលសប្បាយអ្វីឡើយវាគឺជាអ្វីដែលប្រព័ន្ធសេដ្ឋកិច្ចមួយនេះប៉ុនប៉ងព្យាយាមលាក់បាំងមិនចង់ឲ្យមនុស្សទូទៅដូចជាយើងដឹងពីរឿងនេះអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាអាចយកចំណេះដឹងត្រង់នេះទៅសិក្សាពិចារណាបន្ថែមដើម្បីឲ្យជីវិតហិរញ្ញវត្ថុរបស់យើងប្រសើរឡើងហើយក្នុងអេពីសូតបន្តខ្ញុំនឹងព្យាយាមនិយាយពីយុទ្ធសាស្ត្រផ្សេងៗដែលយើងអាចយកទៅ apply ដើម្បីកសាងទ្រព្យសម្បត្តិរបស់យើងឲ្យកាន់តែរឹងមាំនិងសាងសេរីភាពហិរញ្ញវត្ថុសម្រាប់ខ្លួនឯង